ចៅក្រមសហព័ន្ធអនុញ្ញាតឲ្យគម្រោងសាលមហោស្រពសេដ្ឋវិមានរបស់លោកត្រាំបន្តទៅមុខទៀតកាលពីថ្ងៃទី27 ខែកុម្ភៈឆ្នាំ2026ចៅក្រមសហព័ន្ធមួយរូបបានច្រានចោលសំណើរបស់ក្រមអភិរក្សដែលសុំឲ្យបញ្ឈប់ការសាងសង់សាលមហោស្រពតម្លៃ$400 លាននៅសេដ្ឋវិមានបន្ទាប់ពីមានការរុះរើអគារស្លាប់ខាងកើត East Wing សេចក្តីសម្រេចនេះអនុញ្ញាតឲ្យរដ្ឋបាលលោកត្រាំបន្តការងារលើគម្រោងនេះទោះបីជាមានការប្រឈមមុខតាមផ្លូវច្បាប់ក្នុងបំណងរារាំងវាក៏ដោយភាគីប្រឆាំងបានប្រកែកថាការរុះរើនេះបានធ្វើឲ្យខូចខាតដល់ផ្នែកប្រវត្តិសាស្ត្រនៃបរិវេណស្ថាប័នប្រតិបត្តិសេចក្តីសម្រេចនេះបានជម្រះឧបសគ្គផ្លូវច្បាប់ដ៏សំខាន់មួយហើយអនុញ្ញាតឲ្យការសាងសង់បន្តទៅមុខទៀតខណៈដែលក្តីបារម្ភអំពីការអភិរក្សកាន់តែទូលំទូលាយអាចនឹងបន្តតាមរយៈដំណើរការដាច់ដោយឡែកផ្សេងទៀតមន្ត្រីរដ្ឋបាលបានការពារគម្រោងសាលមហោស្រពនេះថាជាការធ្វើឲ្យប្រសើរឡើងដែលបានគ្រោងទុកជាយូរមកហើយដើម្បីពង្រីកសមត្ថភាពរៀបចំព្រឹត្តិការណ៍និងធ្វើឲ្យសម្ភារបរិក្ខារមានភាពទំនើបចំណែកឯក្រុមអ្នកអស៊ូមទៅខាងផ្នែកអភិរក្សបានថ្លែងថាពួកគេមានការខកចិត្តហើយកំពុងពិនិត្យមើលជម្រើសផ្លូវច្បាប់បន្ថែមទៀត